사장님이 사인해 주지 않았으면 캄보디아 가고 싶어요. 이런 이유로 선택하면 가능할 수 있을까요? Bàអញ្ចឹងបងប្អូនធ្វើការបាទសុំថៅកែបាទទៅធ្វើការនៅក្រុមហ៊ុនផ្សេងបាទហើយយើងប្រាប់គាត់បាទពីហេតុផលផ្សេងបាទអត់មានលុយសងធនាគារបាទប្រាក់ខែបានតិចអត់សូវមានការងារធ្វើអត់សូវមានម៉ោងថែមអញ្ចឹងណាបាទអញ្ចឹងហើយគឺគាត់អត់ព្រមសញ្ញាយើងទេបាទអញ្ចឹងយើងក៏រើសបាទនៅជំរើសចុងក្រោយបាទគឺយើងប្រាប់គាត់ថាខ្ញុំសុំទៅខ្មែរបងប្អូនណាបាទអញ្ចឹងសំណួរក៏សួរថាបើសិនជាករណីយើងរើសយកជំរើសថាខ្ញុំសុំទៅខ្មែរហ្នឹងថាតើយើងអាចមានសិទ្ធិបាទនៅក្នុងតដាក់ពាក្យស្វែងរកកន្លែងការងារថ្មីបានដែរទេបាទអានេះគឺជាជំរើសចុងក្រោយបងប្អូនណាបាទអញ្ចឹងជំរើសចុងក្រោយនេះមានន័យថាបងប្អូនប្រាប់គាត់ថាយើងទៅខ្មែរហើយយើងទិញសម្បត្តិយន្តហោះឲ្យគាត់ណាបាទឲ្យគាត់ឃើញថាយើងទៅខ្មែរពិតមែនបាទអញ្ចឹងនៅពេលដែលគាត់សញ្ញាយើងពុបមកគឺយើង consent សម្បត្តិយន្តហោះចោលយើងទៅដាក់ពាក្យស្វែងរកការងារនៅក្រសួងបាទការងារបានហើយបងប្អូនណាបាទប៉ុន្តែនេះគឺជាបាទជំរើសចុងក្រោយទេបងប្អូនណាបាទហើយក៏មានបងប្អូនយើងខ្លះគាត់ធ្វើតាមវិធីនេះគឺទទួលបានជោគជ័យផងដែរហើយចំពោះបងប្អូនដែលបានកំពុងតែមើលវីដេអូខ្ញុំនេះថាតើបងប្អូនដែលធ្លាប់បាទប្រើប្រាស់នៅជំរើសថាកុហកទៅកែណាយើងនិយាយឲ្យសួរស្ដាប់ថាយើងកុហកគាត់ថាយើងទៅខ្មែរបន្តមកទៀតគឺបាននៅពេលគាត់សញ្ញារួចគឺយើងទៅដាក់ពាក្យស្វែងរកការងារនៅក្រសួងការងារបងប្អូនធ្លាប់ដែរបានបាទជ្រើសរើសនៅជំរើសនេះដែរទេបាទជំរើសនេះគឺជាជំរើសចុងក្រោយនៅពេលដែលត្រូវកែខ្លះគឺពិបាកមែនតើបងប្អូនសុំគាត់មិនអោយបាទអញ្ចឹងមានតែរើសផ្លូវថាយើងទៅខ្មែរទេណាបាទមិនគាត់ព្រមសញ្ញាយើងចេញណាបាទអានឹងគឺជាជំរើសចុងក្រោយហ្នឹងហើយបាទអូខេហើយចំពោះបងប្អូនដែលបាននៅក្នុងប្រទេសកូរ៉េចង់សិក្សាថ្នាក់ភាសាកូរ៉េកម្រិត1គឺខ្ញុំមានបើកថ្នាក់ថ្មីបងប្អូនណាបាទគឺរៀនតាមក្រសួងបាទកូរ៉េរៀបរៀងដោយបាទសភៅសាភ័យដង្ហប្រូក្រាមនេះបាទរៀបរៀងដោយក្រសួងយុទ្ធភ័ពមកមានថាក្រសួងកូរ៉េផ្ទាល់តែម្ដងអញ្ចឹងបងប្អូនណាបាទអញ្ចឹងអាចចុចឈ្មោះបាទចូលរៀនជាមួយគ្នាបានបងប្អូនបាទចំពោះព័ត៌មានលម្អិតនៃការសិក្សាគឺអាចឆាតនេះបាទតាក់ទងមកខ្ញុំនឹងជម្រាបជូនព័ត៌មានលម្អិតនៃការសិក្សាជូនអញ្ចឹងបងប្អូននៅក្នុងប្រទេសកូរ៉េបាទកុំភ្លេចណាបាទទំនេរពីការងារឆ្លៀតបាទសិក្សាភាសាកូរ៉េតាមអនឡាញទៅបងប្អូនអត់មានពេលទៅផ្ទាល់បងប្អូនរៀនតាមទូរស័ព្ទដៃរបស់យើងតាមអនឡាញផ្ទាល់ទៅដើម្បីយើងចេះណាបាទងាយស្រួលក្នុងការនិយាយមួយទៅការងាយស្រួលក្នុងការណាងារផ្សេងជាពិសេសនៅពេលបងប្អូនដូរការងារតែម្ដងបងប្អូនណាបាទអូខេបាទអរគុណច្រើនបងប្អូនណាបាទសូមគោរពបាទជម្រាបលា